ចំពោះបងប្អូនណា introvert ចង់រៀនហែលទឹកនៅកន្លែងដែលស្ងប់ស្ងាត់ពុំសូវមានមនុស្សច្រើនខ្ញុំ recommend សាខាមួយនេះខ្លាំងមែនតើទីតាំងវិញគឺងាយស្រួលរកមែនតើបងប្អូនបាទដំបូងយើងជិះចេញមកពីខាងផ្សារសាមគ្គីបងប្អូនជិះតាមក្រោមស្ពាន5មករាឬក៏អ្នកខ្លះហៅថាស្ពានតិចណូហ្នឹងយើងជិះឆ្ពោះមកខាងវងមូលទូលគោកបងប្អូនដល់វងមូលទូលគោកបងប្អូនធ្វើការបត់ខាងឆ្វេងដៃតាមរយៈផ្លូវធំបងប្អូនជិះតាមផ្លូវធំទិសដៅទៅខាងវិទ្យាល័យអន្តរទេវីបងប្អូនតែអត់ដល់ហ្នឹងទេយើងជិះតាមផ្លូវធំនឹងរហូតបានតិចមកដល់ខាងឆ្វេងដៃបងប្អូនទាំងអស់គ្នានឹងឃើញហាងលក់សម្លៀកបំពាក់ឈ្មោះ Global បាទបងប្អូនធ្វើការបត់តាមផ្លូវបត់នៅខាងឆ្វេងដៃហ្នឹងយើងជិះប្រហែលជាង50ម៉ែត្រទៅដល់ខាងមុខនេះយើងនឹងឃើញមានផ្លូវបត់ជា4មួយដល់ផ្លូវបត់ជា4បងប្អូនទាំងអស់គ្នាធ្វើការបត់មកខាងស្ដាំដៃមកបាទបត់មកខាងស្ដាំដៃហ្នឹងយើងជិះតាមផ្លូវរ៉បនឹងមករហូតប្រហែលជាង200ម៉ែត្របងប្អូនទាំងអស់គ្នានឹងឃើញជាមួយនឹងសាលាបង្រៀនហែលទឹក1ម៉ែត្ររបស់យើងនៅខាងឆ្វេងដៃនឹងតែម្ដងបាទពីព្រោះអាងទឹកនៅខាងសាខាទូកកដូចបងប្អូនទាំងអស់គ្នាបានឃើញរៀងទូចបន្តិចក៏ពិតមែនប៉ុន្តែទាក់ទងទៅនឹងទេសភាពក៏ដូចជាបរិយាកាសនៅទីនេះគឺមានភាពស្ងប់ស្ងាត់ដែលល្អសម្រាប់បងប្អូនដែលចូលចិត្តនៅភាពស្ងប់ស្ងាត់ពុំសូវមានមនុស្សអ៊ូអរច្រើនសម្រាប់បងប្អូនដែលត្រូវការថ្នាក់រៀនហែលទឹកជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ឯកជនភាពអាចធ្វើការជ្រើសរើសជាមួយនឹងសាលាបង្រៀនហែលទឹក1ម៉ែត្រសាខាទូកកពួកយើងបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ